បាទស្ដីបងប្អូនទាំងអស់គ្នាខានជួបគ្នាយូរហើយឥឡូវនេះមកជួបគ្នាម្ដងទៀតในការធ្វើដំណើរទៅភ្នំអង្គរបរិយទៅញ៉ាំបង្កងនៅស្រុកអង្គរបរិយខេត្តតាកែវដល់ដៅកាវហើយជាធម្មតាពួកខ្ញុំអាសាទៅមួយឆ្នាំទៅម្ដងហើយនេះគឺជាភ្នំប្រាសាទភ្នំដានេះជាការធ្វើដំណើរទៅអត់បានថតពីពេញមកទេតែទៅមកដល់ចិត្តដល់កោបរិយដល់ភ្នំកោបរិយហើយបានចាប់ដើមថតនេះថ្លើមវាវត្តតែសារថតពីក្នុងឡានទៅគឺមានការមិនសូវច្បាស់អញ្ចឹងបងប្អូនសូមអធិស្ឋានផងហើយនេះទស្សនភាពទឹកឃើញថាឡើងខ្លាំងជាងឆ្នាំមុនទឹកឡើងព្រៀបទស្សនភាពស្អាតដល់ពេលទឹកឡើងច្រើនចឹងបងប្អូនមើលទាំងអស់គ្នាតើរីប្រឹក្សាដើមឈើអមតាមដងផ្លូវឃើញថាស្អាតហើយទឹកមើលទៅលហលហេវទឹកលហលហេវមកផ្ទះបងប្អូនយើងដែរគាត់ក៏បរិស័ទនោះឃើញជើងភ្នំលំហើយជាងភ្នំអង្គរបរិយទឹកឡើងផាត់ផ្លូវហើយងាកឡើងពេលដែលខ្ញុំត្រឡប់មកវិញឃើញមានបងប្អូនយើងឃើញស្ទូចត្រីច្រើនជុំវិញសងខាងផ្លូវហ្នឹងឃើញមានបងប្អូនដែលគាត់មកស្ទូចត្រីមានទាំងអ្នកមកធ្វើអីហូបនៅងាយហើយនេះគឺជាភ្នំអង្គរបរិយបងប្អូនទស្សនភាពភ្នំខៀវស្រងាត់ខានមកមួយឆ្នាំផ្លែច្រើនណាស់នេះផ្ទះអ្នកភូមិជាជនយើងដែលគាត់រស់នៅតាមអមសងខាងផ្លូវថតក្នុងឡានទៅវាមិនសូវល្អទេកុំបកកែបកាន់ឲ្យបងប្អូនខានធ្វើវីដេអូយូរវាសារពូលហើយមិនសូវបានដើរទៅណាទេវល់ដែរមួយរយៈហ្នឹងទេសភាពភ្នំឃើញថាស្អាតព្រៃព្រឹក្សាខៀវស្រងាត់ឥឡូវមកដល់ហើយកាត់វីដេអូបងប្អូនកាន់អីនេះមកដល់កន្លែងកញ្ចុះគាត់ធ្វើសម្រាប់ទទួលបងប្អូនយើងដែរមកលេងមកពិសាហើយឥឡូវខ្ញុំកាត់មកដល់បង្កងថតបង្កងនេះបង្កងអប់កំងលេខ1ហើយមានខ្យងផងដែរនេះមកទៀតហើយបង្កងកំងគេ3គីឡូឥឡូវដល់វគ្គត្រឡប់ទៅវិញហើយជាស្រ័យផងបងប្អូនវីដេអូនេះកាត់ទេចឹងមិនមកអីកុំថាអីថាវ៉ាន់អីវីដេអូរៀងខ្លីៗកាត់ច្រើនអរគុណច្រើនបងប្អូន